នៅក្នុងវិស័យស្ថាបត្យកម្មខ្ញុំគិតថាអ្នកណាគេក៏ស្គាល់ពីអ្នកស្រី Zaha Hadid ដែរហើយថ្ងៃនេះខ្ញុំចង់មកនិយាយតាក់ទងជាមួយនឹងជីវប្រវត្តិខ្លះៗរបស់អ្នកស្រី Zaha Hadid អញ្ចឹងគាត់បានកើតនៅក្នុងឆ្នាំ1950នៅក្នុងទីក្រុង Baghdad ប្រទេសអ៊ីរ៉ាក់ហើយជាដំបូងហ្នឹងគឺគាត់មិនមែនរៀនផ្នែកស្ថាបត្យកម្មហ្មងទេអញ្ចឹងបញ្ញាបត្ររបស់គាត់រៀនផ្នែកគណិតវិទ្យាសិនអញ្ចឹងគាត់រៀនគណិតវិទ្យានឹងចប់ហើយបានគាត់ចាប់ផ្ដើមផ្លាស់ប្ដូរទៅរៀនផ្នែកស្ថាបត្យកម្មនៅក្នុងទីក្រុង London នៅក្នុងឆ្នាំ1972ហើយ1977គាត់បានបញ្ចប់ការសិក្សានឹងហើយគាត់បានធ្វើការជាមួយនឹងខាងលោក Remco Haas ដែលយើងដឹងថាគាត់ជា founder របស់ខាងក្រុមហ៊ុន OMA ដែលជាក្រុមហ៊ុន international ល្បីមួយនៅក្នុងប្រទេសNetherlands នៅក្នុងទីក្រុងRotterdam ហើយបន្ទាប់មកទៀតអ្នកស្រីបានបង្កើតជាក្រុមហ៊ុនខ្លួនឯងនៅក្នុងឆ្នាំ1980ដែលមានឈ្មោះថា Zaha Hadid Architects ហ្នឹងអញ្ចឹងជារឿងដែលគួរឲ្យចាប់អារម្មណ៍មែនតើដោយសារតែនៅក្នុងឆ្នាំ1980ដល់ឆ្នាំ1989អញ្ចឹងក្នុងរយៈពេល9ឆ្នាំជិត10ឆ្នាំហ្នឹងគឺគាត់អត់ដែលមាន project ណាមួយដែលបានសាងសង់ទេអញ្ចឹង project គាត់ភាគច្រើនគឺមានតែនៅលើกระดาษដែលធ្វើឲ្យគេដាក់ឈ្មោះគាត់ថាជាស្ថាបត្យករនៅលើกระดาษដោយសារតែភាគច្រើនគឺ proposal របស់គាត់ក៏ដូចជាការ sketch ឬគំនិតរបស់គាត់គឺអត់មាន client ណាហ៊ានជំហ៊ានបោះទុនឬក៏ហ៊ានវិនិយោគដើម្បីធ្វើឲ្យការ design ហ្នឹងទៅជាការពិតបានទេហើយមកដល់ឆ្នាំ1989មាន client ម្នាក់ឈ្មោះថា Vitra បានតាក់ទងជាមួយនឹងខាង Zaha Hadid ហ្នឹងធ្វើការ design នឹងគម្រោងមួយដែលមានឈ្មោះថា Vitra Fire Station ជាស្ថានីយ៍ពលរដ្ឋអគ្គិភ័យនៅក្នុងប្រទេសអាល្លឺម៉ង់ហើយគម្រោងហ្នឹងបានធ្វើការសិក្សានៅក្នុងឆ្នាំ1989និងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ1993ហើយនៅពេលដែលគម្រោងហ្នឹងបញ្ចប់ការសាងសង់គឺពិភពលោកចាប់ផ្ដើមឃើញពីភាពអស្ចារ្យក៏ដូចជាឃើញពីភាពខ្លាំងរបស់អ្នកស្រី Zaha ហើយបន្ទាប់ពីមានគម្រោងនឹងសាងសង់ចប់ក៏មានគម្រោងបន្តបន្ទាប់ដែលគាត់ធ្វើការ design ក៏ដូចជាធ្វើការសាងសង់ដូចជា Guangzhou Opera House ដូចជា Olympic Stadium Aquatic Center នៅក្នុងទីក្រុង London ហើយនឹងគម្រោងផ្សេងទៀតហើយអីដែលអស្ចារ្យហ្នឹងគឺនៅក្នុងឆ្នាំ2004អ្នកស្រី Zaha Hadid គឺជាស្ត្រីដំបូងគេបំផុតដែលទទួលបានពានរង្វាន់ស្ថាបត្យករឆ្នាំដែលមានឈ្មោះថា Pritzker Prize ហើយក៏ជាអីមួយដែលធ្វើឲ្យពិភពលោកកាន់តែស្គាល់ច្បាស់ពីភាពខ្លាំងរបស់គាត់អញ្ចឹងរហូតតាំងពីឆ្នាំបើយើងគិតទៅតាំងពីគាត់បើកក្រុមហ៊ុននៅក្នុងឆ្នាំ1980រហូតមកដល់ឥឡូវហ្នឹងគឺវាចូល46ឆ្នាំហើយប៉ុន្តែអីដែលអកុសលគឺដោយសារតែនៅក្នុងឆ្នាំ2016គឺគាត់បានទទួលមរណភាពហើយមកគិតមកដល់ឥឡូវហ្នឹងគឺវារយៈពេល10ឆ្នាំហើយបន្ទាប់ពីគាត់បានទទួលមរណភាពប៉ុន្តែគេឈ្មោះរបស់គាត់ក៏ដូចជាការងាររបស់គាត់ក៏នៅតែធ្វើឲ្យមនុស្សជុំវិញពិភពលោកនៅក្នុងវិស័យស្ថាបត្យកម្មហ្នឹងក៏ដូចជាមនុស្សផ្សេងដែលគាត់មិនមែននៅក្នុងវិស័យស្ថាបត្យកម្មហ្នឹងក៏គេស្គាល់គាត់ដែរដោយសារតែភាពប្លែកក៏ដូចជាភាពអស្ចារ្យរបស់គាត់គឺដែលគេហៅថា Queen of Curve ដែលគេហៅថាម្ចាស់ស្ត្រីនៃខ្សែកោងប៉ុន្តែតាមពិតទៅគម្រោងទាំងអស់របស់ខាង Zaha Hadid បើយើងបកទៅលើមើលអាការ sketch របស់គាត់ដំបូងក៏ដូចជា proposal របស់គាត់ដំបូងឬក៏ស្នាដៃគាត់ពីមុនគឺមិនមែនខ្សែកោងទាំងអស់ហើយគឺអ្នកស្រី Zaha Hadid គឺគាត់ផ្ដោតទៅលើបែបយើងហៅថា parametric បានន័យថាភាពច្បាស់លាស់នៃគណិតវិទ្យាបានន័យថាគ្រប់ការ design ទាំងអស់ហ្នឹងគឺវាកើតឡើងពីភាពសុក្រិតឬក៏ភាពជាក់លាក់នៃខ្នាតគណិតវិទ្យាអញ្ចឹងដូចខ្ញុំធ្វើការរាល់ថ្ងៃអញ្ចឹងគឺភាគច្រើនគឺយើងផ្ដោតទៅលើអាផ្នែកច្បាស់លាស់នៃគណិតវិទ្យាអញ្ចឹងវាមិនសំខាន់ទៅលើកោងឬក៏ជ្រុងឬក៏អីគឺយើងមានគ្រប់ form ទាំងអស់គ្រាន់តែថាការ form ទាំងអស់ហ្នឹងគឺវាបំលែងទៅជារូបរាងមួយដែលយើងមើលទៅវាមានភាពអស្ចារ្យអញ្ចឹងទៅចឹងរឿងរបស់អ្នកស្រី Zaha Hadid ហ្នឹងគឺជារឿងមួយដែលខ្ញុំគិតថា inspire ជាច្រើនមែនតើទៅលើមនុស្សទូទាំងពិភពលោកហើយរួមទាំងខ្ញុំផងដែរអញ្ចឹងបើបកទៅការដែលខ្ញុំរៀនស្ថាបត្យកម្មនៅក្នុងឆ្នាំទី1នៅប្រទេសខ្មែរយើងខ្ញុំចាប់ផ្ដើមស្គាល់ពីអ្នកស្រី Zaha Hadid ហើយក៏ខ្ញុំចាប់ផ្ដើមចូលចិត្តទៅលើសំណងការសាងសង់ឬក៏គំនូរបែបប្លង់ស្ថាបត្យកម្មបែបរបស់ខាងអ្នកស្រី Zaha Hadid ហ្នឹងដែលខ្ញុំគិតថាតាមពិតទៅស្ថាបត្យកម្មយើងក៏អាច design ទៅលើរូបភាពដែលវាបែបលក្ខណៈថាវាដូចជាទម្រង់សិល្បៈអញ្ចឹងណាអញ្ចឹងក៏ខ្ញុំចាប់ផ្ដើម inspire គាត់ចង់និយាយថាខ្ញុំចាប់ផ្ដើមមើលទៅលើគម្រោងរបស់គាត់ជាច្រើនហើយជាលទ្ធផលនៃការខំប្រឹងប្រែងក៏ដូចជាការ
ចាប់យកឱកាសហើយចុងក្រោយគឺខ្ញុំបានមកធ្វើការនៅក្នុងក្រុមហ៊ុន Zaha Hadid ហើយខ្ញុំជាផ្នែកមួយនៃក្រុមហ៊ុនហើយខ្ញុំជាផ្នែកមួយដែលខ្ញុំធ្វើការ design នៅខាងក្រៅបានន័យថាយើង design សម្រាប់ខាងក្រុមហ៊ុនអីដែលវារៀងនេះហ្នឹងគឺយើងអត់បានជួបជាមួយនឹងគាត់ផ្ទាល់ប៉ុន្តែគាត់ថារាល់ថ្ងៃនៅក្នុង office គឺគេដាក់តាំងរូបអ្នកស្រី Zaha Hadid ធំមួយនៅចំកណ្ដាល hall របស់ office ហ្មងអញ្ចឹងរាល់ថ្ងៃនៅពេលដែលខ្ញុំទៅក្រុមហ៊ុនខ្ញុំទៅ office អញ្ចឹងយើងធ្វើការយើងឡើងទៅខាងលើផឹកទឹកផឹកអីអញ្ចឹងគឺយើងតែងតែឡើងចដាលយើងតែងតែឃើញរូបរបស់អ្នកស្រី Zaha Hadid ហ្នឹងឯងអញ្ចឹងពេលខ្លះក៏វាបានmotivate ខ្ញុំលក្ខណៈថាវាបានធ្វើឲ្យយើងនឹងមានថាមពលក្នុងការធ្វើការបានន័យថាយើងធ្វើឲ្យការគិតឬក៏ធ្វើឲ្យpassion របស់យើងនឹងវាកើនឡើងមកវិញអញ្ចឹងណាអញ្ចឹងខ្ញុំគិតថានេះគឺជារឿងដែលខ្ញុំចង់ចែករំលែកខ្លះក៏ដូចជាពីភាពអស្ចារ្យរបស់ជីវប្រវត្តិរបស់អ្នកស្រី Zaha Hadid ឲ្យអ្នកទាំងអស់គ្នាបានដឹងហើយនៅក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេ